បាទជំរាបសួរបងនេះជាវីដេអូនៃការបង្កើត vendor ឬក៏យើងហៅថាជាអ្នកផ្គត់ផ្គង់របស់យើងដើម្បីទិញ stock ចូលអញ្ចឹងណាបងបាទអញ្ចឹងដើម្បីបងអាចបង្កើត vendor បានទី1បងមើលមកខាង business partner បងបាទអញ្ចឹងបងចុចលើ business partner មកបងឃើញនឹងពាក្យមួយថា vendor បងឬក៏អ្នកផ្គត់ផ្គង់របស់យើងហ្នឹងបាទចុចលើ vendor បាទអានេះយើងមាន default ឬក៏មានស្រាប់ក្នុង system មួយគឺយើងមាន general vendor បងអញ្ចឹងបើសិនជាបងមាន vendor របស់បងតខ្លួនមកចង់បង្កើតអញ្ចឹងបងអាច create បានបងនេះអញ្ចឹងនេះយើង create មកបាទអញ្ចឹងកន្លែងនេះយើងដល់ form សម្រាប់បង្កើតvendor របស់យើងហ្នឹងបងអញ្ចឹងទី1បងអាចដាក់ឈ្មោះគាត់បានបងអញ្ចឹងខ្ញុំដាក់ឈ្មោះគាត់ថាវណ្ណៈអញ្ចឹងបាទអញ្ចឹងនេះឈ្មោះ vendor របស់ខ្ញុំបាទអានេះឈ្មោះទី2របស់គាត់បាទជាទូទៅកន្លែងហ្នឹងបងអាចដាក់ first name last name គាត់ក៏បានឬក៏យើងដាក់តែឈ្មោះរបស់គាត់ហ្មងក៏បានដែរបងហើយឈ្មោះទី2យើងមិនបាច់ដាក់ក៏បានដែរបងបាទអញ្ចឹងមកដល់ price list អញ្ចឹង system របស់យើងជាលុយដុល្លារយើងរើសជាដុល្លារបងតែបើសិន system បងជាលុយខ្មែរបងចុច select លុយខ្មែរតម្លាក់ចូលទៅបងបាទហ្នឹងជា price list របស់យើងបាទអានេះគ្រប់របស់យើងគ្រប់ vendor បាទហ្នឹងបើសិនជាយើងមានយើងដាក់ទៅបើយើងអត់មានយើងអត់ដាក់ក៏បានដែរបងអានេះលេខទូរស័ព្ទរបស់គាត់អញ្ចឹងបើសិនជាបងមានបងអាចដាក់សម្គាល់បានលេខទូរស័ព្ទរបស់គាត់ប្រហែលអាហ្នឹងបងអាចវាយបញ្ចូលបានអញ្ចឹងបងបាទអានេះ email នេះ email របស់គាត់អញ្ចឹងបងអាចបើមានបងអាចវាយបញ្ចូលបានតែបើអត់មានយើងមិនដាក់ក៏បានដែរបងបាទអញ្ចឹងមកដល់ចំណុចទី2គឺទៅខាង accounting បងអញ្ចឹងសម្រាប់ vendor ពេលដែលបងបង្កើតបងត្រូវ map account របស់យើងមួយចូលដើម្បីយើងអាចគ្រប់គ្រងទឹកលុយដែលយើងជំពាក់គាត់បានអញ្ចឹងណាបងបាទអញ្ចឹងកន្លែង accounting នេះបងជ្រើសពាក្យថា account payable បងបាទអញ្ចឹងនៅក្នុង column account payable ហ្នឹងបងគ្រាន់តែចុចលើ column ហ្នឹងទៅបងរើស account របស់យើងមួយឈ្មោះថា account trade payable បងនេះជា account ខាងក្រោមនេះបងគ្រាន់តែចុចសញ្ញាព្រួយខាងក្រោមហ្នឹងតម្លាក់ចុះមកបាទអញ្ចឹង account trade payable នេះគឺធ្លាក់ចូលទៅក្នុង vendor របស់យើងមួយហ្នឹងហើយបងបាទអញ្ចឹងពេលដែលបងដាក់ account ហ្នឹងរួចបងក៏ទៅចុច save ហើយចុច yes ទៅបាទអញ្ចឹងពេលហ្នឹង vendor របស់យើងគឺបង្កើតរួចរាល់ហើយអញ្ចឹងបងអាចចេញមកក្រៅបានបាទទៅនេះបងឃើញនេះជា vendor របស់យើងមកអញ្ចឹងពេលហ្នឹងគឺបងអាចប្រើប្រាស់គាត់សម្រាប់ purchase stock ចូលបាន